ទៅលើនិយមន័យ AVG AVG វាបង្កើតឡើងដើម្បីទុកឬក៏រុញ direction ទីផ្សារឲ្យបន្តយកលំហូរទៅតាម direction ចាស់របស់ទីផ្សារបើសិនជា candle ទី2ជា candle bullish វាជា AVG bullish បើសិនជា candle ទី2ជា candle bearish វាជា AVG bearish អញ្ចឹងយើងធ្វើការមកចាប់ទាំងអស់គ្នាអញ្ចឹងពេលដែលវាគោរពលក្ខខណ្ឌ2លក្ខខណ្ឌគឺវានឹងខ្លាចទៅជា AVG បានអញ្ចឹងពេលដែលខ្ញុំឧទាហរណ៍ជាមួយនឹងតម្រងបែបនេះតម្រងដែល candle ទី2ជា candle bullish AVG ហ្នឹងវាជា AVG bullish អញ្ចឹងយើងនិយាយពីលក្ខខណ្ឌរបស់វាគឺបើសិនជាវាចេញតម្រងបែបហ្នឹងបានន័យថា candle ទី1នេះ wick high អាចចំណុច wick high របស់ candle ទី1នេះនិង wick low របស់ candle ទី3នេះវាអាចបិទ body អា candle ទី2នេះបានអញ្ចឹងខ្ញុំធ្វើការបង្ហាញឲ្យយើងអស់នេះអូខេនេះ wick high នេះ wick low candle ទី3អញ្ចឹងឃើញអត់ wick high candle ទី1 wick low candle ទី3បិទ body candle ទី2អត់បានអញ្ចឹងចន្លោះ body candle ទី2ដែលគេបិទអត់បានហ្នឹងជា AVG អញ្ចឹងគ្នាយើងអាចមើលថាតម្រង AVG បានទាំងអស់គ្នាអញ្ចឹងបើ candle ទី2ហ្នឹង bullish អញ្ចឹង AVG ហ្នឹង bullish ហើយមិនឆ្ងល់ច្រើនទេអញ្ចឹងកន្លែងនេះវាជាតម្រង AVG អញ្ចឹងយើងបានចាប់បាន AVG មួយអញ្ចឹងឧទាហរណ៍ទ្រឹស្ដីរបស់យើងខាងលើវិញយើងថា AVG ហ្នឹងវាមានតួនាទីគេវាមានតួនាទីរុញ direction ទីផ្សារឬក៏ទប់ direction ទីផ្សារឲ្យបន្តយកលំហូរតាមលំហូរចាស់របស់វាលំហូរ bullish នេះរួចហើយវាបង្កើត AVG ហ្នឹងវារុញ direction ទីផ្សារហ្នឹងទៅ bullish បន្តទៀតហ្មងឬក៏វាទប់ direction ទីផ្សារឲ្យបន្ត bullish ទៅទៀតប៉ុន្តែយើងងាកមកមើលតម្រង AVG ជា candle bearish នេះអញ្ចឹងយើងអាចចាប់ AVG ហ្នឹងបានដោយគោរពលក្ខខណ្ឌដូចមិញដែរគាត់ថាវាច្រាស់នេះបន្តិចអញ្ចឹងបើសិនជាវាបែបនេះយើងត្រូវឲ្យនិយមន័យរបស់វា wick low candle ទី1ហើយនឹង wick high candle ទី3มันអាចបិទ body នេះចន្លោះដែរ wick low និង wick high ហ្នឹងវាសល់ប្រហោងចន្លោះហ្នឹងគឺចន្លោះ body candle ទី2ហ្នឹងជា AVG អញ្ចឹងយើងចាប់បានចន្លោះ body ប៉ុណ្ណឹងគឺជា AVG នេះវាជា AVG bearish ហើយអូខេអញ្ចឹង AVG bearish ក៏វាដូចគ្នាដែរប៉ុន្តែវាច្រាស់គ្នាជាមួយ bullish នេះទីទេ AVG bearish ហ្នឹងវាមានតួនាទីរុញ direction ទីផ្សារចាស់របស់វានេះ direction ទីផ្សារចុះនេះឬក៏វាអាចទប់ direction ទីផ្សារហ្នឹងឲ្យបន្តយកលំហូរទៅតាម direction ទីផ្សារចាស់គឺយើងមកមើលពីតម្រង AVG វិញថា AVG នៅលើទីផ្សារវាបង្កើតមកមានប្រមាណតម្រងអញ្ចឹងនៅខាងក្រោមនេះ AVG តម្រងទី1វាបង្កើតមកនៅក្នុងទីផ្សារវាអត់ធ្វើការចុះមកយកតម្លៃ AVG ហ្នឹងទេបានថាវាបង្កើតនៅក្នុងទីផ្សារហ្នឹងហើយវារុញ direction ទីផ្សារហ្នឹងឲ្យបន្តទៅទៀតយកហ្មងបានន័យថាបង្កើតហើយរុញបន្តទៅប៉ុន្តែ AVG មកតម្រងទៀតបង្កើត AVG នឹងបាននៅក្នុងលំហូរទីផ្សារវាចុះមកយកភ្លាមវាចុះមកយកភ្លាមហើយវារុញ direction ទីផ្សារហ្នឹងឲ្យបន្តទៅទៀតអាហ្នឹងបានន័យថាវាបានចាក់មាន candle ដែលចាក់ចូលតម្លៃ AVG ហ្នឹងហើយបានវាបន្តទៅទៀតអាហ្នឹងតម្រងទី2តម្រងទី3វាបង្កើតបានទៅជាតម្រង AVG ហើយប៉ុន្តែវាអត់ធ្វើការចុះមកយកភ្លាមដល់តម្រងទី2ទេវាបង្កើតទៅឆ្ងាយហើយបានវាធ្វើការចុះមកយក AVG នឹងម្ដងទៀតបានវាទៅវិញអូខេអញ្ចឹងវាភាគច្រើនវាមាន3តម្រងនឹង AVG អញ្ចឹងបើសិនជា bearish គឺដូចគ្នាវាមានប្រភេទពួកតម្រងដែលបង្កើត AVG នឹងហើយរុញ direction នឹងឲ្យខ្លាំងក្នុងការចុះយកហ្មងហើយនឹងពួកបង្កើតហើយយក AVG ភ្លាមពេលដែលវាបង្កើតលំហូរចុះហើយវាយក AVG នឹងភ្លាមវារុញ direction បន្តចុះមកទៀតប៉ុន្តែបាត់តម្រងទៀតគឺបង្កើតហើយទៅហើយបានចាប់ផ្ដើមចុះមកយក AVG នឹងវិញហើយបាត់ទៅទៀតអញ្ចឹងតម្រងរបស់វាមាន3រីកអញ្ចឹងបើសិន candle bearish ហ្នឹងវាអាចចាក់មកបដាច់ជាមួយនឹងតម្លៃ AVG ដែលយើងហៅថាលក្ខខណ្ឌ swing លក្ខខណ្ឌ break អញ្ចឹងយើងត្រូវតែមើលលក្ខខណ្ឌ swing លក្ខខណ្ឌ break ដូចគ្នាកន្លែងហ្នឹងបើសិនជាផ្សារវាបានចាក់មកបដាច់ជាមួយនឹងតម្លៃ AVG ហ្នឹងហើយគឺ AVG ហ្នឹងគឺវាអត់មានសពោភាពទេ AVG ហ្នឹងគឺយើងឈប់
ប្រើវាចាប់ពីពេលហ្នឹងតទៅប៉ុន្តែបើសិនជាវាអត់ចូលលក្ខខណ្ឌ break ហ្នឹងទេវាចាក់ដោយវិញអញ្ចឹងបានន័យថាវាចូលលក្ខខណ្ឌ speed duration របស់វានឹងបន្តឡើងទៅវិញម្ដងទៀតអូខេអញ្ចឹងគ្នាយើងត្រូវទៅរៀនលក្ខខណ្ឌ speed និងលក្ខខណ្ឌ break ឲ្យយល់សិនទើបគ្នាយើងអាចមកមើលអ្វីដែលខ្ញុំនិយាយឡើងនេះបានបើសិនជាវា break ផ្ដាច់ duration របស់វានឹងបន្តចុះមកទៀតប៉ុន្តែបើសិនជាកន្លែងហ្នឹងវាចាក់ចូលមកកន្លែង FVG ហើយវាអាច break ផ្ដាច់កន្លែង FVG ហ្នឹងទេអញ្ចឹងកន្លែងហ្នឹង duration របស់វាប្រកបណាស់ជាយកលំហូរទៅវិញម្ដងទៀតព្រោះតាមនិយមន័យរបស់វា FVG វាបង្កើតមកដើម្បីរុញ duration វាក៏ទុក duration ទីផ្សារពេលដែលវាមកដល់អញ្ចឹងនេះពេលដែលវាមកដល់ហើយត្រូវមើលលក្ខខណ្ឌ speed និងលក្ខខណ្ឌ break នេះឡើងវិញសិនទើបយើងអាចយកនិយមន័យវាមកប្រើបានអញ្ចឹងត្រូវតែមើលទៅលើលក្ខខណ្ឌ speed និងលក្ខខណ្ឌ break នឹងជាដាច់ខាតបើសិនជាវាជា FVG bearish អញ្ចឹងពេលដែលវាបង្កើតជាលំហូរ bearish មកវាបានបន្សល់កន្លែង FVG អញ្ចឹងពេលដែលផ្សារមកដល់កន្លែង FVG នឹងម្ដងទៀតគឺយើងមើលដូចគ្នាយើងមើលទៅលើគេយើងមើលទៅលើ candle មួយដែលជា candle bullish ពេលដែល candle នឹងមកដល់គឺយើងត្រូវមើលលក្ខខណ្ឌ speed និងលក្ខខណ្ឌ break អញ្ចឹងឧទាហរណ៍ថាកន្លែងនេះវាត្រូវបាន break ជាមួយនឹងកន្លែង FVG គឺ FVG នឹងអស់សម្បូរភាពត្រឹមហ្នឹង direction ផ្សារនឹងបន្តទៅទៀតប៉ុន្តែបើសិនជា FVG ហ្នឹងវាមានសម្បូរភាពនៅក្នុងការទុកកន្លែងទីផ្សារបានន័យថាវាចូលលក្ខខណ្ឌ sweep អញ្ចឹងបើសិនជាវាចូលលក្ខខណ្ឌ sweep បង្កប់ណា direction របស់វានឹងបន្តចុះវិញអូខេអញ្ចឹងFVG ហ្នឹងយើងត្រូវដឹងពីរបៀបនៅក្នុងការចាប់របស់វានិយមន័យរបស់វាយើងត្រូវដឹងពីភាពដែលវាធ្វើពេលដែលវាដើរចេញជា FVG តើវាមានកម្រងបែបណាខ្លះដើម្បីឲ្យយើងងាយស្រួលសង្កេតពេលដែលយើងឃើញ FVG ហើយយើងរកឱកាសដើម្បីធ្វើការចូលផ្សារនៅក្នុង FVG អានេះជាការមើលពេលដែលផ្សារមូលមកដល់តម្លៃ FVG ជាក់ស្ដែងគឺយើងមើលទៅលើលក្ខខណ្ឌ sweep និងលក្ខខណ្ឌ break អូខេអញ្ចឹងលក្ខខណ្ឌ sweep លក្ខខណ្ឌ break ហ្នឹងគឺសំខាន់អញ្ចឹងហើយយើងទៅរៀនមេរៀនលក្ខខណ្ឌ sweep លក្ខខណ្ឌ break